Hi, I'm Zal from the Manga Saga. ថ្ងៃនេះជួនភាគថ្មីដល់អ្នកទាំងអស់គ្នាទៀតហើយដែលនេះជាភាគទី26ឯនៅក្នុងកំពូលអ្នកប្រមាញ់លាក់ខ្លួន Rank S របស់យើងចាអ្នកទាំងអស់គ្នាសូមរីករាយស្ដាប់និងទស្សនាជាមួយភាគថ្មីទាំងអស់គ្នាណាត្រង់នេះកាន់មកត្រង់សាយ៉ុងហើយជាថាគេមានបានចាំទេឬនៅគេធ្លាប់ឲ្យអីទៅសាយ៉ុងអញ្ចឹងណាហើយនិយាយថាខ្ញុំនៅទុកសម្បត្តិមួយជាប់ខ្លួនរហូតបងដឹងទេចេះនឹងហើយក៏សួរគេវិញថាណូតអីស្បត់អីពីងកាសាយ៉ុងដល់លឺចេះថាអញ្ចឹងហើយសង្ហាក់ចិត្តបាទគឺថាទាំងដកដើមធំគាត់គេខ្លួនឯងអត់មានចាំអីបន្តិចអញ្ចឹងទេខ្ញុំឆ្ងល់ហើយគិតខ្ញុំចិត្តថាអញ្ចឹងដូចអត់ដែរបានទុកស្អីអាកូនហ្នឹងទេខ្ញុំនឹកអត់ឃើញសោះអញ្ចឹងសាយ៉ុងឃើញចេះធ្វើមុខឆ្ងល់អញ្ចឹងគេក៏លួចសើចនិយាយមែនអាកូនហ្នឹងពេលសើចអញ្ចឹងទៅតាក់ទីងសាហាសាយ៉ុងក៏លូកដៃចូលទៅក្នុងខាប៉ៅរបស់គេរួចទាញกระดาษមួយស្លឹកមកបង្ហាញចេនេះចាំតិចណាចេងាកទៅមើលទៅក៏ឃើញមានមួយបានដែលមានសរសេរនៅក្រៅខ្នងនោះថាបើហ៊ានទៅប៉ះពួកគេឯងនឹងងាប់រំខានដែលជាណូតដំបងពេលជេវីកូនចៅរបស់សាយ៉ុងហើយទៅសេពមៀនដល់មេសមាគមហ្មងតែពេលនោះសាយ៉ុងគាត់ប្រើកូនចៅឲ្យទៅតាមដានហ្នឹងចេគាត់ឃើញចិត្តថាយ៉ាងហោចណាស់ក៏ឯងរកបានមនុស្សដែលឯងចង់បានដែរទៅអត់តែគាត់មានអារម្មណ៍ថាខ្មាស់ហើយសាយ៉ុងឃើញអញ្ចឹងគេហៅតែសំចិត្តដេកសោយធ្វើពងើយចេក៏ពង្រៀងសួងគេថាម៉ោងម៉ានហើយម៉ោង 4 កន្លះហើយមិនខ្ញុំចេញទៅធ្វើការទៀតហើយមែនចេនៅហើយក៏ងើបឆ្ងាក់គេនិយាយថាត្រូវតែទៅបើកហាងហើយអរគុណចំពោះកន្លែងសម្រាប់ដែលមានផាសុខភាពរបស់ឯងទោះបីជាខ្ញុំមិនបានដេកសំបីតែមួយសលេតសាយ៉ុងក៏តទៅគេវិញថាបើមិនជូនបនវូទៅជំនួសការដានគេប្រកាសជាដឹងពីរបៀបធ្វើម្ហូបហ្នឹងហើយទៅតាមចំនួនចានដែលគេច្រកចូលមាត់គេនោះអាក្រក់ម៉ែសាយ៉ុងនិយាយដឹងមកកញើហើយគេធ្វើពេបដាក់ចេធ្វើបែបធម្មតាថាយ៉ាងអញក៏ថាគេចេះធ្វើដែរមែនត្រង់នេះកាន់មកត្រង់សាយ៉ុងជូនចេចុះចដាយន្តចេឈរទៅម្ខាងហើយសាយ៉ុងឈរទៅម្ខាងសាយ៉ុងឃើញចេឈរទៅគៀនអញ្ចឹងគេសួរថាមិនក៏មិនខិតមកចេះតិចមកចេឆ្លើយទាំងមិនមើលមកគេថានៅត្រង់នេះស្រួលចេះបងឯងធ្វើឲ្យបាក់ក្រែរបស់ខ្ញុំហើយបែរឲ្យខ្ញុំទៀតចេលឺហើយកាន់តែតាន់តឹងគេនិយាយថាកុំចេះតែនិយាយជីចឹងធ្វើឲ្យអ្នកដទៃយល់ច្រឡំណាសាយ៉ុងលឺអញ្ចឹងនៅតែផ្កើមគេនិយាយកាន់តែខ្លាំងណាស់យើងបានធ្វើស្អីគ្រប់យ៉ាងហើយមកធ្វើជាខ្លួនឯងជាអៀនអីណាលើហ្នឹងចេលឺចឹងហើយកាន់តែភ័យនិយាយមែនបិទមាត់ឯងចិត្តទៅបានអត់ចេគេខ្លួនចិត្តថាអញ្ចឹងខ្ញុំមិនអាចទៅដល់ខ្លួនឯងបានទៀតដោយសារតែអាគារគេនេះតើតែមានកាតរបស់សមាជិកបានអាចចេញបានសួយមែនទ្វារចរាយន្តក៏លុតឡើងទឹងពេលនោះយើងក៏លើសំឡេងរបស់មនុស្សស្រីម្នាក់និយាយថាចង្រៃយោខ្ញុំចូលទៅក្នុងគុកអង្កិតបានផ្លែតសោះដល់គ្រាន់តែឈានជើងចេញមកក្រៅវិញភ្លាមផឹកបាត់ប្រហែលជាខ្ញុំត្រូវកេងមកសន្ទុះក្នុងបន្ទប់សម្រាប់ហើយចាំទៅធ្វើការណាលោកប្រធានពេលទ្វារបើកឡើងលេចវត្តមានអ្នកដែលឈរទៅមុខគ្នាហើយគេភ្ញាក់គ្រប់គ្នាវ៉ាន់វូបើកភ្លេងធំគេស្អីថាតែបន្តិចស្អីគេសាញ់យើងឯងចេញងើពីព្រឹកទៀតណាវ៉ាន់វូគេអត់កចូលទៅឲ្យចិត្តរួចនិយាយទៀតណាហេអ្នកលោសុបមិនមែនចលោកមកទីធ្វើអីនៅទីនេះចេះធ្វើជាសាច់ប្រឡំសាញ់យើងមិនឈរស្លក់វ៉ាន់វូហ្មងណាដូចរបៀបយើងលួចណាគេទៅញ៉ាំអីក្រៅទៅជួបអ្នកដែលយើងអញ្ចឹងឲ្យគេដឹងថាយើងណាគេហ្នឹងមុនវូ scan ខ្លួនចេញមកជុំឬគិតខ្លួនចិត្តថាទេនេះដូចជាខែរបស់សាយ៉ុងបែបហ្នឹងស្បត់ហ្មងអត់ដែរណាប៉ះពាល់របស់គាត់ទេហើយព្រះគាត់ទៅស្អប់ទៀតដល់ពេលមានណាគេទៅឈរចិត្តគាត់តែមិនអ្នកផលរឿងពាក់កៅគាត់បានមុនវូតែគេគិតយល់ថាមកយើងគឺស្អែកខ្លាំងហ្មងថាហេមានរឿងកាត់ឡើងហ៎និយាយរបៀបទៅមានរឿងអីកាត់ឡើងដូចចម្លែកខ្លាំងណាស់អញ្ចឹងសាយ៉ុងឃើញអញ្ចឹងគេក៏បញ្ជាទៅគាត់មកថាមិនក៏មិនទៅដើរល្បាតនៅទន្លេហានពី3ជុំទៀតហើយប្រយោគហ្នឹងចង់មានន័យថាចិត្តល្បាតឲ្យចេះឆ្ងាយមុនវូស្អីមើលវិញថាឯងចង់មានន័យថាម៉េចឲ្យខ្ញុំទៅឆ្ងាយដែរមែនហាចេះដល់ឃើញពីអ្នកនឹងចាប់ដើមចង់ឆ្លោះមួយគ្នាអីគាត់ក៏គិតថាបើនៅតែចាប់ប្រកាសចិត្តទៅហាងមិនទាន់ទេគិតរកវិធីសិនចេះពេលគាត់គិតឃើញគាត់យកដៃទៅដាក់លើស្មាសាយ៉ុងរបៀបដូចអោបស្មាគេអញ្ចឹងណាយំមិញខ្ញុំមានបញ្ហាតិចតួចហ្នឹងណាហើយបានលោកប្រធានសមាគមគាត់ចិត្តល្អគាត់ជួយខ្ញុំទៅ
គេនិយាយមកឡើងមានក្តីសុខខ្លាំងមកនិយាយរួមមនុស្សគ្នាសំដែងដល់បានប្រាប់ដៃគូមកខាងទៀតអញ្ចឹងទឹកមុខចេញមកវាខុសគ្នាសាយងឯណោះដល់អញ្ចឹងគេធ្វើមុខឡើងភ្លើហ្មងហើយពីណាតមកគ្នាគ្រាន់តែលើថាអញ្ចឹងម្នាក់ភ្ញាក់ផ្អើលដល់ចាយនោះវាជ្រុះស្គៀមដល់ដៃវិញនិយាយថាហ៎ថាម៉េចមានអ្នកណាទៅធ្វើឲ្យបាក់តុកទៀតហើយមែនចេក៏និយាយទាំងដៃមិនរបេះចេញពីសាយងចាខ្ញុំមិនអាចនិយាយលម្អិតបានទេលើនឹងតែដឹងត្រឹមថាលោកប្រធានជួយខ្ញុំបានច្រើនទៅបានហើយសាយងនឹងចេះជួយអ្នកអតីតដែរមុនដល់គ្នាវាមិនដែរឃើញតែទៅភាពអញ្ចឹងមកវាមិនគួរឲ្យជឿថាអាប៉ែនឹងដែរចេះខ្វល់ពីណាគេហ្នឹងដល់ប្រាប់ចឹងអាណាមិនឆ្ងល់សាយងវិញលឺអញ្ចឹងចង់ដាក់មុនពូម្ដាយមើលទៅក៏ជួយខ្ញុំដោយសារតែខ្ញុំជាអ្នកលក់ដែរលោកជួយចិត្តអញ្ចឹងណាហើយតែគាត់ររីចិត្តល្អជួយខ្ញុំយល់ឡានមែនណាលើកថាអញ្ចឹងគ្នាឡើងរំភើបព្រោះបើមើលទៅមុខចាស់ខ្លួនវិញនិយាយពីថាឡើងស្អុយប៉ែខ្ញុំចិត្តដល់មកបើកហាងហើយត្រូវតែណាលោកម៉ូជាទីស្រឡាញ់ចាំជួបគ្នានៅហាងអូខេប្រយ័ត្នប្រយែងខ្លួនផងណាថាហើយគេក៏លើកដៃបាយទៀតជេវិញរត់ប្រូចតែម្ដងពេលបានឱកាសសាយងតាមមើលពីក្រោយជេមិនដាក់ភ្នែករហូតក៏ទៀតគេទៅផត់ចឹងវ៉ាន់វូក៏បាយមកសួរសាយងថាគេមកនឹងធ្វើអីហើយឯងពិតជាបានជួយគេមែនទេសាយងបាយមកទៅគេវិញហើយថានិយាយមែនឯងពិតជាមនុស្សដែលអត់បានការខ្លាំងnhưតែមែនតែនហ្មងវ៉ាន់វូដល់អញ្ចឹងគេពេផាយសួរថាអុយទៅបែបធ្វើស្អីខុសទៀតហើយមែនងាប់តែគ្នាអត់ដឹងអីនោះតែក៏ត្រូវដែរយើងវាចេះដឹងខុសរបៀបចឹងហើយផៃអន់ចិត្តទេតែពេលដែលជេគាត់រៀបរាប់ថាមានបញ្ហាកើតឡើងមែនប៉ុន្តែខ្ញុំអាចចុះឈ្មោះបានទៅជោគជ័យខ្លាចជាអ្នកដែលមានធម៌ពលដាស់មួយរូបនិងទទួលបានរេងនេះខ្ញុំចង់បានទៀតខ្ញុំមិនចាំបានមនុស្សដែលអាចធ្វើជាសាក្សីសំខាន់និងធ្វើតាមការសាសងរបស់សាយងខ្ញុំគិតថាខ្ញុំអាចនឹងសម្រាប់នឹងបាត់មកបានស្រោមួយរយៈតែថងនេះយើងឃើញជ័យយកបិចមកបបល់ហើយអេះក្បែរមកទៅដូច stress ណាស់អញ្ចឹងណាហើយតែជន់តែនេះចិត្តនឹងគ្នាសួរគេទៅអូយមើលទៅដូចជាគេចង់សម្លាប់នរណាម្នាក់អញ្ចឹងណាអូខ្ញុំចង់កំងសុំមួយចានទៀតតែអត់ហ៊ានខ្ញុំឮថាគេត្រូវរៀនដើម្បីត្រៀមប្រឡងមកពេញសិតបន្ទាប់ពីបានរៀនថ្នាក់មូលដ្ឋានហើយចំដល់ឥឡូវគេអត់ទាន់លុបអាថ្នាក់ស្អីគេនឹងចោលទៀតនៅខ្លួនរបស់ជេវិញកំពុងតែប្រមល់គេគិតថាអើយវាគ្មានស្អីណាចឹងទេកាល8ឆ្នាំមុនបង្កាច់យកស្អីខ្លះទេការប្រឡងមកពេញសិតរបស់អ្នកប្រមាញ់គ្រប់អ្នកដែលមានធម៌ពលដាស់ទាំងអស់ត្រូវតែគោរពទៅតាមច្បាប់ពិសេសរបស់ការិយាល័យគ្រប់គ្រង Hunter គេត្រូវតែចុះឈ្មោះនៅកន្លែងចុះឈ្មោះដើម្បីទទួលបានការសម្គាល់ខ្លួនរបស់ Hunter ការប្រឡងបំពេញសិទ្ធិនេះគេយកបន្ទុកត្រឹម70ឡើងទៅជាប់អ្នកដែលធ្លាក់ត្រូវតែទៅប្រឡងរហូតជាប់បើមិនអញ្ចឹងទេគេនឹងមិនត្រូវបានគេទទួលស្គាល់ថាជា Hunter ពេញសិទ្ធិនោះទេជេបន្តថាខ្ញុំខំតែនៅពេលដែលទទួលបានការសម្គាល់ខ្លួនរបស់ខ្ញុំហើយបន្ទាប់ពីត្រូវរៀនត្រូវប្រកាសស្អីពេញនឹងទៀតនេះគឺខ្ញុំនឹងថាការនឹងវាគ្មានតម្លៃស្អីសោះវាត្រឹមជា plastic មួយទេដូចជាមិនពិបាកដល់ថ្នាក់នឹងទេកាលពី8ឆ្នាំមុនលើមកធ្វើអញក្បាច់ក្បោយច្រើនណាស់មកគុណសាហារៀនអត់ចាស់ stress ជេរស្លាមកកន្លងក៏មើលតាមពិតមូលហេតុដែលគេធ្វើអញ្ចឹងក៏ព្រោះពេលវេលាខូចមកទៀតនេះមនុស្សកាន់តែមានធម៌ពលដាស់ច្រើនទៅហើយវាមានករណីដែលបុគ្គលមួយចំនួនហ្នឹងគេបានយកភាពខ្លាំងហើយធម៌ពលរបស់ពួកគេហ្នឹងទៅធ្វើបាបអ្នកទុនខ្សោយនិងជនស៊ីវិលលីអញ្ចឹងណាជេដល់គិតឃើញថងចំណុចនេះគាត់ស្ដាប់បោចសក់ក្បាលរួចប៉ុន្តែថាបើមានធម៌ពលដាស់ហើយមិនក៏ពួកឯងមិនប្រកាសទៅចាត់ការបិសាចទៅមិនក៏ឯងមកធ្វើបាបជនស៊ីវិលវិញវាធ្វើឲ្យមានការរឹតបន្តឹងពិបាកដោយទាំងយើងទៀតនេះចំហាយពិឃាតក៏លេចចេញមកធ្វើឲ្យអ្នកជំនាញខ្លួនមានការផាត់ផៃខ្ញុំមិននៅថាអ្នកដែលត្រូវបានសមាគមយកចូលធ្វើការគឺគេមិនចាំបាច់ប្រឡងក៏បានដែរគឺគេត្រូវការតែលិខិតបញ្ជាក់ពីសំណាក់ប្រធានសមាគមគេទៅបានហើយហើយប្រធានសមាគមដែលខ្ញុំស្គាល់គឺមានតែលីសាយ៉ងតែប៉ុណ្ណោះខ្ញុំធ្លាប់ទៅជាលេខ1ក្នុងប្រទេសហើយមិនប្រឹងរៀនសូត្រស្អីខ្ញុំមិនបាត់ខ្វល់ទេឥឡូវមនុស្សអត់ចង់នៅក្រោមណាគេផងមិនព្រមធ្វើចឹងគេងើបមកសម្លឹងអ្នកដែលដើរចូលមកហើយកាន់ laptop និងទូរស័ព្ទមួយដាក់នៅពីមុខគេទូមុខអញមកសតោទៅជេរនិយាយថាខ្ញុំដូចជាបានបញ្ជាក់ឲ្យថាគ្មាន
chế gì bà đã cho ở tới bầm ram bà đã tới môn vũ bà nhập cắt cái đằng slan thà mình không tới lúc bà thiên là bạc nhóm chương chỉ cả đầu đỏ lục đây xa tới nè thằng pin mà tới snan kia nữa cái này vậy bà đã nhầm bát in bà đã chế lấy dần hai cái không cho thầy nè có đang bay cho cho lắmปีสปอนพิบระเบิดช่ำหนึ่งแซยังมาเป็นองแล้วตัวใบจะปรังเรียงครูนปปันนาก็ได้ก็มันจะแอบได้เบอร์เอาไอ้ตรมแต่ตัวสามเต้ขยมไอ้แต่ตัวแบนบนใต้นี่เอาถึงเล็บท็อปเตียนกัดไอ้มันรู้แกกับแฮมแต่มันนังเรียบร้อยให้ไก่แกมันชิงเนาะขยมแต่งจมูกการบกหลักแล้วไม่บานดิสคาวจังแต่ตัวโยเวต้อยู่เท้าที่dân trắng khiêm cứ chỉ nè đập chuyển chú nó được coi chỉ nè đây cho mà ao tê cái thành trắng thế nó ba sân thì lột trắng ham mình ao nè nè nó không hang lột nó cứ xài dòng mệt khiêm tê ok han thân này các bạn nó còn nông phiên xài thảo siêu guy rồi là xong đi ta thấy tôi có thể chương nó mình trong ai cái đầu tôi cái man nè chụp hai chụp han thơ bà nhóm tới bà nó ai chụp mình tên đấy nhóm bất chi sự xa đó mình sẽ tên này nâng đơn con đại lục ban aoอยู่một nhóm bất tai bị bất chi thay này cho mình hiệnตัวเตะโลกไอ้ปลายวิรโหดไปเดลกประหลอกจอบได้จำยอดตลุนับซาทอมิโตให้วิรจิตทำไมได้ประกาศจะลุได้เหมือนกันเจ๊เลยจังจ้องใจนำนองบนบุ้งเป็นอย่างนี้ได้นี่คือจะกำเนิดระบาดสายยองเตะอีขมายนี่ดิฉลาดเป็นแม่เลยเจ๊เราเคยใจnè anh chăm nè anh chẳngเลยchị mình mà thế khi không lực đây phong ai phong chế mình muốn tham mình tự tay chân gì thà mặc cả mình thầm bị bụi đi cái này cô bị mình xong này chẳng chăm chung ra để ơi hốt đơn nhưng bằng chắp chăm như tạo lâu bên chẳng bác con nè cách cho bé đại chế thời tơ bà lòng nước cứ chia mình tập để kê thời cho bà lòng anh nô rẻ có chấp ăn bạc cát ha lâu này anh chấp ăn can bà lòng bàn hào tập mơ thải chế anh bà lòng chồng át nè thiệt càng cào ขอบคุณสำหรับการติดตามวันนี้ต่างหากนี้ see you again bye